គុណមើលសម្រាប់លំហាត់ទាំងឡាយណាដែលគេឲ្យក្រាបមកម្ដងមើលបាទឥឡូវសំណួរទី6នឹងខ្ទង់កបាទគេឲ្យយើងសរសេរសមីការតាមវត្តកម្មគុណដាក់សមីការតាមវត្តកម្មមកតាមពិតទោះបីគេថាងថ្មកបោក៏ដោយណាឬក៏ថ្មម៉ាបឬក៏អីហ្នឹងគុណមើលរូបមន្តនៅតែកាល់ស្យូមកាបូណាតដដែលសបកខ្យងអញ្ចឹងណាគុណអីតមកគេឲ្យយើងប្រាប់អង្គធាតុប្រតិករនិងអង្គធាតុកកើតគ្រូដឹងថាគុណយល់មែនទេអង្គធាតុប្រតិករមានតែ2ខាងមុខហ្នឹងអង្គធាតុកកើតមាន3ខាងក្រោយអញ្ចឹងគុណសរសេរចឹងហើយតោះបន្ទាប់ពីគុណឆ្លើយសំណួរកន្លែងខ្ទង់ខហើយអញ្ចឹងគុណទៅមើលខ្ទង់គោមកគេឲ្យគណនីល្បឿនមធ្យមបំបត្តិ HCl បាទចន្លោះ T អងស្មើ2ទៅ T2 ស្មើ6អញ្ចឹងយើងអានវត្តតាមមុនដោយសារតែយើងមើលឃើញ HCl ជាសូលសងអញ្ចឹងដាក់កំហាប់គាត់ណាអត់ដូចសំណួរទី5ទេសំណួរទី5យើងប្រើម៉ាស់ដោយសារតែវាជាអង្គធាតុរឹងចង់ធាតុរឹងគឺការណាគេចង់គណនីល្បឿនវាគឺសិក្សាទៅលើបំរែបំរួលម៉ាស់លើបំរែបំរួលរយៈពេលតែនេះអត់ទេគុណប្រើបំរែបំរួលកំហាប់វិញតែដោយសារវាបំបត្តិហើយយើងមើលតាមក្រាបនៅពេល T អងស្មើ2គុណមើលចំគ្រូដៅក្រហមគុណយកលេខមកដាក់ណាបាទ T អងស្មើ2កំហាប់វាស្មើ6តែនៅសល់10សេគុណដក2ទៅបើ T 2ស្មើ6អញ្ចឹងវាស្មើ2វិញប៉ុន្តែនៅពេលដែលយើងកណនីកន្លែងហ្នឹងគុណប្រើ T អង T ដឺតែដាក់ដកបាទប៉ុន្តែជាកន្លែងនេះគ្រូសេខុសបាទកន្លែងនេះតែប៉ិតត្រូវយក2ដក6វិញមិនត្រូវគ្រូកែសិនបាទយក2ដក6ចឹងបានលេខប៉ុណ្ណឹងចឹងហើយនៅកន្លែងនេះគឺពេលដែលយើងកណនីហើយគុណកុំភ្លេចដាក់ដូចនេះមកវិញផងចឹងយើងបានដូចនេះល្បឿនមធ្យមបំបត្តិទៅលើសូលបំបត្តិ ACL គឺស្មើប៉ុណ្ណឹងបាទ